សម្រាប់ iPhone 13 Pro Max ម្ដងនេះមានបញ្ហាបែកសអញ្ចឹងសម្រាប់បញ្ហាបែកសជាជំងឺទូទៅរបស់13 Pro Max ទេតោះទៅជួយលោកអ្នកគ្នាអញ្ចឹងដំបូងឡើយយើងកោសអេក្រង់សិនមកសម្រាប់កោសអេក្រង់ខ្ញុំយកជំរើសជាមួយនឹងកោសប្រឹងគុំបែបនេះអញ្ចឹងសម្រាប់ការកោសប្រឹងគុំបែបនេះគឺវាសុវត្ថិភាពជាងយើងកោស direct តែម្ដងតែមុននឹងការកោសនេះគឺខ្ញុំដាក់កម្ដៅហើយអញ្ចឹងសម្រាប់ការកោសគឺងាយស្រួលជាងធម្មតានេះដល់បងប្អូនឃើញហ្នឹងប៉ុណ្ណឹងលះហើយជាងយើងដាក់ទឹកតាន់តិចទៀតហើយកោសចេញតាន់តិចមកលបតែម្ដងហើយនេះគឺជាខាងក្នុងរបស់13 Pro Max របស់យើងអញ្ចឹងដោយបងប្អូនបានឃើញអញ្ចឹងគឺ13 Pro Max នេះគឺខ្ចីញញតែម្ដងគឺប្រភេទទូរស័ព្ទនេះអត់ធ្លាប់កោសទេអញ្ចឹងសម្រាប់ការជួសជុលគឺយើងសង្ឃឹមភាគរយច្រើនដែលជោគជ័យតែម្ដងអញ្ចឹងតកតងការជួសជុលដំបូងឡើយយើងបិទស្គូតការពារកាមេរ៉ាមួយសិនមកកុំឲ្យការពារពេលដែលយើងប្រើទៅឬក៏ពេលយើងធ្វើជួសជុលទៅវាធ្វើឲ្យប៉ះទៅដល់កាមេរ៉ារបស់យើងអញ្ចឹងយើងមក check មើលទាំងអស់គ្នាថាតើជើងមួយណាដែលមានបញ្ហាដាច់អញ្ចឹងទូទៅគឺដាច់នៅលើជើងនេះបងប្អូនអរគ្នាអញ្ចឹងយើងមើលថាតើដាច់ជើងនឹងមែនអត់បើដាច់ជើងហ្នឹងអូខេតែប៉ុណ្្នឹងលុយឯងអញ្ចឹងយើងកោសមកកោសជើងដែលដាច់ទូទៅមកនេះជើងនេះដែលជាជើងដាច់ទូទៅណាយើងកោសបានប៉ុណ្ណឹងហើយយើងវាស់មើលថាតើជើងហ្នឹងដាច់មែនអត់នេះបងប្អូនមកគ្នាឃើញទេតម្លៃយើងដាច់អីតែប៉ុណ្ណឹងគឺលុយសុទ្ធហើយអញ្ចឹងសម្រាប់ដាច់ប៉ុណ្ណឹងយើងស្រួលទេយើងបាញ់វាហើយយើងតមកគឺលុយហើយប៉ុណ្ណឹងឥឡូវមានតម្លៃធម្មតាអញ្ចឹងសម្រាប់តាក់ទងពីអេក្រង់ដែលមានតម្លៃប៉ុណ្ណេះគឺយើងអាចបើកដំណើរការវិញនេះដូចបងប្អូនបានឃើញអញ្ចឹងសម្រាប់13 Pro Max យើងឥឡូវគឺយើងបើកដំណើរការអាចប្រើប្រាស់បានធម្មតាអញ្ចឹងនៅតែយើងយ៉ាជាប់បាត់កាយ waterproof គេអែមតាមិនទាន់បានធ្វើអីហ្នឹងជាប់បាត់អីអញ្ចឹងសម្រាប់ដាក់ចូលវិញគឺអែមនេះបងប្អូនអរគ្នាឥឡូវហើយសម្រាប់ខាងក្នុងវិញគឺស្អាតភ្លឹងតែម្ដង13 Pro Max នេះហើយខាងមុខវិញនេះណែចេញស្អាតហ្មងអញ្ចឹងសម្រាប់ការជួសជុលគឺយើងនៅតែតខ្សែម៉ាតសៃទៀតរួចជាការស្រេចតខ្សែទាំងអស់គ្នានេះបងប្អូនអរគ្នាឥឡូវសម្រាប់13 Pro Max យើងឥឡូវយើងជួសជុលហើយនេះគឺជាកអេក្រង់ដែលយើងបានតអញ្ចឹងយើងតខ្សែម៉ាតសៃនេះហើយបាញ់ដូចបងប្អូនឃើញហ្នឹងទៅរួចជាការស្រេចហើយសម្រាប់ខាងក្នុងវិញគឺនៅស្អាតដូចដើមសម្រាប់បញ្ហានេះគឺនៅមានតាំងពីដើមទេតែគ្រាន់យើងជូតសាកជូតទៅតែជូតអត់ជ្រះអញ្ចឹងវាជូតទៅវាកាន់តែដានថែមទេពីព្រោះនេះមកពីក្រុមហ៊ុនមកគឺស្នាមអញ្ចឹងស្រាប់យ៉ាងមកអញ្ចឹងតោះមកអ៊ុតមើលទាំងអស់គ្នាសម្រាប់កាមេរ៉ាដែលយើងបាន protect គឺវាអែមបែបហ្នឹងពេលដែលយើង protect យើងបកមកនេះបងប្អូនខ្ចីញញតែម្ដងនិយាយទៅរដីចូលអត់មានទេអញ្ចឹងសម្រាប់បញ្ហានេះគឺកាមេរ៉ាយើងនៅស្អាតដដែលហើយនេះគឺជាទឹកវីតាមីនដែលខ្ញុំ recommend ឲ្យមិត្តជាងប្រើពីព្រោះដោយសារតែទឹកនេះវាជាប្រភេទដូចកាវអញ្ចឹងណាអញ្ចឹងពេលដែលយើងលាបមកវាល្អវាធ្វើឲ្យ waterproof យើងគឺមានដំណើរការធម្មតាវិញបាន 100% ក៏បាន 90% ជាងដែរអញ្ចឹងឥឡូវ13 Pro Max យើងរៀបចំហើយយើងនៅតែតម្លាក់ចូលរួចជាការស្រេចអញ្ចឹងតោះមកតម្លាក់ចូលទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាអញ្ចឹងសម្រាប់បងប្អូនមានចម្ងល់ឬសំណួរឬក៏មានបញ្ហាអីទាក់ទងពីទូរស័ព្ទអាចសាកសួរយើងបានអរគុណច្រើន